ចាសួស្តីទៅកាន់បងប្អូនទាំងគ្នាអញ្ចឹង yes យើងមើលឃើញថាតើតង់ជាមួយនឹងតម្លៃហេតុឆេមាសតាំងពីថ្ងៃទី3ចាតាំងពីថ្ងៃពហុមកបងប្អូនទាំងគ្នាយើងឃើញថាមាសគឺមានការបិទជាបកពណ៌ក្រហមទាំងអស់ហើយសម្រាប់ការមើលទៅលើបកនេះគឺមួយថ្ងៃបងប្អូនទាំងគ្នាអញ្ចឹងតាំងពីថ្ងៃពហុថ្ងៃសុក្រចាយើងឃើញថាមាសមានការធ្លាក់ខ្លាំងហើយព្រឹកមិញនៅក្នុងថ្ងៃច័ន្ទនេះតើតង់មួយតម្លៃមាសបន្ទាប់ពីមានការបើកផ្សារគឺវាបានធ្លាក់ចុះរហូតដល់60លេខបងប្អូនទាំងគ្នាចាអញ្ចឹងមាសវានឹងបើកផ្សារនៅតម្លៃ30ហើយវាបានធ្លាក់ចុះមកដល់តម្លៃចា29.70បើយើងគិតទៅគ្រាន់តែបោកផ្សារភ្លាមគឺធ្លាក់ចុះមករហូតដល់$60បងប្អូនទាំងគ្នាអញ្ចឹងវាមានការមូលខ្លាំងមែនតើដោយសារអីយើងដឹងស្រាប់ហើយគឺរជ្ជកាលលោកដូណាល់ត្រាំហើយមួយទៀតការធ្លាក់ចុះទៅលើតម្លៃហេតុឆេមាសនេះក៏ដោយសារតែពាក់ព័ន្ធជាមួយនឹងចាភាពភ័យខ្លាចនៅពេលដែលលោកដូណាល់ត្រាំក៏ដាក់ពន្ធទៅលើបណ្ដាប្រទេសជាច្រើនធ្វើឲ្យអ្នកវិនិយោគិនគឺគាត់មានភាពច្បងច្បល់អញ្ចឹងគាត់អាចនឹងធ្វើការលក់ចេញនៅអីដែលមាននៅក្នុងផ្លែទាំងអស់មិនថា stock ភាគហ៊ុនមិនថាតម្លៃហេតុឆេមាសឬក៏តាក់ទងជាមួយនឹងភេទforex អីគាត់លក់ចេញទាំងអស់អញ្ចឹងហើយបានជាធ្វើឲ្យតាក់ទងជាមួយនឹងផលិតផលទាំងអស់ហ្នឹងគឺមានការធ្លាក់ចុះអញ្ចឹងណាចាប៉ុន្តែសម្រាប់តាក់ទងជាមួយនឹងតម្លៃហេតុឆេមាសបើសិនជាយើងមើលតាក់ទងជាមួយនឹងថ្ងៃអនាគតទៅវាអាចនឹងបន្តមានការកើនឡើងក៏ប៉ុន្តែការធ្លាក់ចុះនេះវាគ្រាន់តែជាការធ្លាក់ចុះបរិបទសំតែប៉ុណ្ណឹងអញ្ចឹងសម្រាប់បងដែលគាត់ជួញដូរហាងឆេមាសនៅក្នុងទីផ្សារអន្តរជាតិខ្ញុំមានតាក់ទងជាមួយនឹងសូនៅក្នុងការ recommend ជូនទៅកាន់បងរងចាំតែបាននៅតម្លៃ2970ទៅ2980ហ្នឹងគឺជាសូនមួយដែលបងអាចធ្វើការពិចារណាទិញបានហើយសម្រាប់ការលក់វិញបងអាចរងចាំបាននៅតម្លៃ3080ទៅ3100អញ្ចឹងបើសិនជាបងណាមានចំណងតាក់ទងជាមួយនឹងព័ត៌មានក៏ដូចជាចង់ធ្វើការបើកគណនីទិញលក់ជាមួយនឹងតម្លៃហាងឆេងមាសចាបងអាចធ្វើការតំណែងមកខាងនេះខ្ញុំតាមរយៈ Telegram បានផងដែរ